បាទសូមស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់ដែលជាអ្នកចូលចិត្តនិយមតាមដាននៅខ្សែព័ត៌មានថ្មីៗដែលតាក់ទងទៅជាមួយនឹងតារានៅព្រះរាជាណាចក្រកម្ពុជាយើងបាទថ្ងៃនេះខ្ញុំបាទ PM Hot News មានរឿងរ៉ាវខ្លះៗដែលចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់ឲ្យបានជ្រាបនៅរឿងរ៉ាវខ្លីៗតាក់ទងទៅជាមួយនឹងតារាល្បីៗនៅប្រទេសកម្ពុជាយើងហើយថ្ងៃនេះតាក់ទងទៅជាមួយនឹង Danny Kwan បានយើងឃើញរូបភាពនេះស្រាប់ហើយនៅក្នុងរូបភាពទាំងមូលមាន Danny Kwan ដែលគាត់កំពុងបេះផ្លែឈើបាទហើយក៏គាត់បាននិយាយថាគាត់ប្រកាសរកអ្នកទិញផ្លែទៀបបាទបើសិនជាបងប្អូនចង់ដឹងនៅព័ត៌មានរបស់គាត់តាក់ទងជាមួយនឹងគាត់យ៉ាងណានោះយើងតាមដានជាមួយនឹងខ្ញុំងាកមកមើលជាមួយនឹងខ្ញុំតើព័ត៌មានរបស់គាត់វាយ៉ាងណាដែរបាទ Danny Kwan ប្រកាសរកមួយទិញផ្លែទៀបតារាសម្ដែង CC Danny Kwan ទៅតែបង្កើតឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការបើកដំណើរការហាងពីរស្របគ្នាព្រមគ្នាគឺហាងផ្នែកសម្រស់ហាងលក់គ្រឿងសង្ហារឹមដែលចាយទុនខ្ទង់$10,000នាពេលកន្លងទៅថ្មីនេះនាងបានបង្ហាញពីចំការទៀបរបស់នាងនៅខេត្តព្រះវិហារព្រមទាំងបានបង្ហាញរូបភាពនិងបង្ហោះសារអំពាវនាវរកមួយទិញផ្លែទៀបនាងផងដែរនៅក្នុងបណ្ដាញតាក់ទងសង្គម Facebook គេឃើញ Danny Kwan បង្ហោះនៅរូបភាពទាំងកំពុងបេះផ្លែទៀបក្នុងចំការរបស់នាងនៅខេត្តព្រះវិហារបាទសំទោសនៅខេត្តព្រះវិហារដោយក្នុងនោះនាងថែមទាំងសរសេរសារមួយអមជាមួយរូបភាពនោះថាជ្រៀតពេលទំនេរពីការងារមកលេងពុកម៉ែនៅខេត្តចៃដន្យចំការទៀបទុំក៏ដើរបេះផ្លែទៀបពេញចំការដើម្បីយកទៅលក់នៅភ្នំពេញកុំភ្លេចជួយទិញទៀបទុំទៀបធម្មជាតិគ្មានជាតិគីមីរបស់ Danny Kwan ឯណាអាចខលក៏មកទិញបានតាមលេខទូរស័ព្ទបាទដោយបងប្អូនបានឃើញហើយលេខទូរស័ព្ទរបស់គាត់នេះបាទខ្ញុំសូមមិនអានទៅចោះបាទសូមអភ័យទោសផង Danny Kwan ជាតារាសម្ដែងម្នាក់ល្បីឈ្មោះតាមរយៈរឿងអាស្រូវស្លៀកពាក់សិចស៊ីបែបនារីអឺរ៉ុបជារឿយនាងតែងតែបង្ហាញបញ្ចេញឲ្យឃើញដើមទ្រូងសិចស៊ីយ៉ាងប្រងើយរបស់នាងធ្វើឲ្យប្រុសចាប់ចិត្តដិតអារម្មណ៍ជាខ្លាំងក្រោយពីមានការណែនាំពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើការស្លៀកពាក់ឲ្យស័ក្តិសមជានារីខ្មែរនាងក៏បានបន្ទន់អេរយាប័តមកវិញច្រើនផងដែរពេលនេះ Danny Kwan កំពុងថតបទចម្រៀង MV ជាបទ Original Song របស់លោកសានផានិតក្នុងនោះមានបទផ្កាយព្រះអង្គានិងបទគ្មានសិទ្ធិបាទអត្ថបទរបស់ Danny Kwan គឺចប់តែប៉ុណ្ណេះអញ្ចឹងបងប្អូនងាកចូលទៅមើលរូបភាព
របស់គាត់ជាមួយនឹងខ្ញុំដូចតទៅបាទ បាទទំព័ររបស់ដែលនេះខ្វាន់គឺចប់តែប៉ុណ្ណេះអញ្ចឹងយើងងាកចូលទៅមួយរឿងទៀតដែលបងប្អូនអាចតាមដានជាមួយនឹងខ្ញុំដូចតទៅបាទមួយរឿងនេះតកតងទៅជាមួយនឹងលោកបុត្រសីហាបាទយើងឃើញនៅក្នុងរូបភាពនេះស្រាប់ហើយឃើញថាលោកបុត្រសីហាគាត់ជិះឡានហើយមានរូបមួយទៀតគឺគាត់ជាមួយនឹងប្រពន្ធកូនរបស់គាត់តែយើងចង់ដឹងថាលោកបុត្រសីហានៅក្នុងរូបថតនេះមានអត្ថន័យយ៉ាងណាដែលក្នុងគេហទំព័រមួយនេះបានចុះផ្សាយតកតងទៅជាមួយនឹងលោកយ៉ាងណានោះសូមបងប្អូនតាមដានតកតងជាមួយនឹងលោកដូចតទៅដែលមានខ្ញុំរៀបរាប់ជូននិងអានជូនពុកម៉ែបងប្អូនទាំងអស់ជាអ្នកស្ដាប់បាទសូមអរគុណចូលតាមដានទាំងអស់គ្នាបុត្រសីហាបង្ហោះសារផ្អែមល្ហែមជូនចំពោះភរិយាបាទពាក្យចចាមអារាមទាំងអស់ពាក់ព័ន្ធនឹងរឿងប្រពន្ធកូនរបស់ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី1លោកបុត្រសីហាបានលុបបំបាត់ទាំងស្រុងក្រោយពីលោកបង្ហោះរូបថតជុំគ្រួសារលើគណនី Facebook តល់ខ្លួនកាលពីដើមខែមិថុនាមិនត្រឹមតែប៉ុណ្ណោះក្រោយការបង្ហោះនោះលោកបានទាញយកប្រជាប្រិយភាពយ៉ាងច្រើនពីមិត្តអ្នកគាំទ្រចម្រៀងទាំងអស់ដោយមានការលើកសរសើរមិនដាច់ពីមាត់ថាលោកជាតារាចម្រៀងមិនលាក់ប្រវត្តិទៀតផងក្នុងនោះលោកក៏ត្រូវបានអ្នកដឹកនាំកម្មវិធីល្បីលោកតា Victor សរសើរពេញមាត់ផងដែរថាឪពុកនិងស្វាមីដ៏ល្អថែមទៀតផងព្រោះតែទទួលបានការគាំទ្រច្រើនលោកក៏បានបង្ហោះរូបថតជុំគ្រួសារជាបន្តបន្ទាប់ដោយរូបថតចុងក្រោយបានបង្ហាញពីការស្រឡាញ់របស់លោកទៅកាន់ភរិយាលោកបានសរសេរសារខ្លីលើរូបថតនោះថាបងចង់ឃើញស្នាមញញឹមស្នាមសើចសប្បាយរីករាយរបស់អូនដូចជាពេលនេះចង់ឲ្យអូនចឹងរហូតតទៅបានអត់បាទនេះគឺជាសម្ដីពិតរបស់គាត់ដែលគាត់បានសរសេរឡើងនៅក្នុងគេហទំព័រ Facebook របស់គាត់ផងដែរបាទពាក្យសម្ដីផ្អែមល្ហែមនេះបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម Facebook និងមានការសរសើរលើសម្រាប់កូនស្រីលោកផងដែរគួររំលឹកផងដែរថាការតារាចម្រៀងប្រចាំផលិតកម្មពី Production រូបនេះ
និងត្រៀមចេញអាល់ប៊ុមចម្រៀងតូលក្នុងពេលឆាប់ខាងមុខនេះផងដែរបាទអត្ថបទតាក់ទងទៅជាមួយនឹងលោកប៊ិតសីហាឃើញថាបញ្ចប់តែត្រឹមនេះហើយយើងងាកចូលទៅតាមដាននិងមើលនៅរូបភាពរបស់គាត់ជាមួយនឹងយើងខ្ញុំដូចតទៅបាទនេះគឺជាកូនស្រីរបស់គាត់បាទខ្ញុំបាទពីអ៊ំហត់ញៀវសូមជម្រាបលាពុកម៉ែបងប្អូននៅរឿងរ៉ាវពីចប់គ្នាតែប៉ុណ្ណេះនៅរឿងរ៉ាវក្រោយទៀតខ្ញុំនឹងអានបន្តជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានស្ដាប់នៅព័ត៌មានថ្មីដែលទាក់ទងទៅជាមួយនឹងតារានៅប្រទេសកម្ពុជាយើងបាទជាចុងក្រោយសូមជូនពរឲ្យពុកម៉ែទាំងអស់មានសុខភាពល្អសំណាងល្អទទួលទានមានបានគ្រប់ក្រុមគ្រួសារបាទសូមអរគុណសូមជម្រាបលា